អន្តរជាតិ Update Today សូមស្វាគមន៍អាមេរិកជំរុញឲ្យក្រុមហ៊ុនពន្លឿនការផលិតអាវុធឲ្យបានឆាប់រហ័សខណៈស្តុកអាវុធសល់មិនសូវច្រើនមន្ទីរបញ្ចកោណកំពុងជំរុញឲ្យក្រុមហ៊ុនការពារជាតិអាមេរិកបង្កើនផលិតកម្មអាវុធឲ្យបានឆាប់រហ័សខណៈដែលមានក្តីបារម្ភកាន់តែខ្លាំងឡើងអំពីស្តុកអាវុធយោធាដែលប្រើប្រាស់អស់យ៉ាងច្រើនបន្ទាប់ពីសង្គ្រាមរយៈពេល5ខែជាមួយនឹងអ៊ីរ៉ង់ប្រភពពីសារព័ត៌មានអាចារ្យសារ៉ាចុះផ្សាយនៅថ្ងៃទី10ខែសីហាឆ្នាំ2026បានបន្តថាមន្ត្រីអាមេរិកមានការព្រួយបារម្ភជាពិសេសអំពីកង្វះខាតគ្រាប់សំខាន់ៗរួមទាំងប្រព័ន្ធបាញ់មីស៊ីលស្ទាក់និងអាវុធចម្ងាយឆ្ងាយផ្សេងទៀតមន្ទីរបញ្ចកោណបានស្នើសុំឲ្យក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិពន្លឿនការផលិតនិងការដឹកជញ្ជូនសភាវុធដែលសង្កត់ធ្ងន់ថាពេលវេលាគ្រប់គ្រងតាមទម្លាប់កន្លងមកមានភាពយឺតយ៉ាវមិនអាចបំពេញតាមតម្រូវការសន្តិសុខនាពេលបច្ចុប្បន្នបានទេស្តុកអាវុធមួយចំនួនធំរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់អស់អំឡុងពេលចំនួនជាមួយអ៊ីរ៉ង់រួមទាំងការគ្រប់គ្រងការពីលើកមុនដល់អ៊ុយក្រែនផងដែររបាយការណ៍ថ្មីបានបង្ហាញថាស្តុកមីស៊ីលបាញ់ស្ទាក់ប្រភេទ Patriot និង THAAD របស់សហរដ្ឋអាមេរិកបានថយចុះគួរឲ្យកត់សម្គាល់ខណៈដែលអាវុធចម្ងាយឆ្ងាយដូចជាមីស៊ីល ATACMS PRSM និង Tomahawk ក៏ត្រូវបានប្រើប្រាស់អស់យ៉ាងច្រើនផងដែរដូច្នេះហើយមន្ទីរបញ្ចកោណកំពុងជំរុញឲ្យឧស្សាហកម្មការពារជាតិពង្រីកសមត្ថភាពផលិតកម្មនិងកាត់បន្ថយពេលវេលាដឹកជញ្ជូនខណៈដែលរដ្ឋាភិបាលកំពុងស្នើសុំកញ្ចប់ថវិកាបន្ថែមទៀតពីសភាដើម្បីស្ដារស្តុកអាវុធបន្ថែមទៀតឡើងវិញរុស្ស៊ីវាយប្រហារកំពង់ផែអូដេសារបស់អ៊ុយក្រែនរំខានដល់ការដឹកជញ្ជូនផលិតផលកសិកម្មប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមានប្រសាសន៍នៅថ្ងៃទី9ខែសីហាម្សិលមិញនេះថាកំពង់ផែអូដេសារបស់អ៊ុយក្រែនបានរងការខូចខាតយ៉ាងដំណំដោយសារតែគ្រាប់មីស៊ីលនិងយន្តហោះដ្រូនរបស់រុស្ស៊ីប្រភពពីសារព័ត៌មាន Reuters បានបន្តថាបើយោងតាមមន្ត្រីមូលដ្ឋានរបស់អ៊ុយក្រែនយន្តហោះដ្រូននិងមីស៊ីលរាប់សិបគ្រឿងបានវាយប្រហារទីក្រុងអូដេសាដែលជាកំពង់ផែភាគខាងត្បូងរបស់ខ្លួននាំឲ្យមនុស្សយ៉ាងតិច8នាក់រងរបួសការវាយប្រហារនេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងតំបន់អូដេសានិងបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីបង្កផលប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់លោក Zelensky បានចាប់ប្រកាន់រុស្ស៊ីថាបានកំណត់គោលដៅទៅលើការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនហើយបានព្រមានថាការវាយប្រហារលើទីក្រុងអូដេសាកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខស្បៀងអាហារពិភពលោកកំពង់ផែអូដេសាគឺជាផ្លូវសំខាន់សម្រាប់អ៊ុយក្រែនក្នុងការនាំចេញគ្រាប់ធញ្ញជាតិនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ទីផ្សារអន្តរជាតិរុស្ស៊ីបានបង្កើនការវាយប្រហារទៅលើតំបន់នេះក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីៗនេះខណៈដែលអ៊ុយក្រែនក៏បានវាយប្រហារនាវាដឹកប្រេងនិងនាវាផ្សេងទៀតរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅដើម្បីរំខានដល់សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូដូចគ្នាការវាយប្រហារចុងក្រោយនេះកើតឡើងស្របពេលដែលការដឹកជញ្ជូនតាមសមុទ្រខ្មៅប្រឈមមុខនឹងការរំខានកាន់តែខ្លាំងឡើងមន្ត្រីអ៊ុយក្រែនបានព្រមានថាផ្លូវនាំចេញជំនួសដូចជាតាមរយៈផ្លូវដែកផ្លូវថ្នល់និងទន្លេដានូប៊ីមិនគ្រប់គ្រាន់សម្រាប់នាំចេញផលិតផលក្នុងបរិមាណដែលដឹកជញ្ជូនតាមរយៈកំពង់ផែអូដេសានោះទេកោះតៃវ៉ាន់ត្រៀមបង្កើនខ្ទង់ចំណាយយោធា 16% បន្ថែមទៀតខណៈរងសម្ពាធកាន់តែខ្លាំងពីចិនតៃវ៉ាន់កំពុងមានគម្រោងបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិចំនួន 16% បន្ថែមទៀតនៅឆ្នាំ2027ដោយថវិកាដែលបានស្នើឡើងត្រូវបានរំពឹងថានឹងកើនឡើងលើសពី$31,000 លានអាមេរិកប្រភពពីសារព័ត៌មាន CNA បានបន្តថាថវិកានេះត្រូវបានរំពឹងថានឹងបង្ហាញជាសាធារណៈនៅថ្ងៃទី20ខែសីហាខាងមុខហើយខណៈដែលតៃវ៉ាន់កំពុងស្វែងរកមធ្យោបាយពង្រឹងយោធារបស់ខ្លួនស្របពេលដែលរងសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសចិនថាវិការដែលបានស្នើឡើងនេះរំពឹងថានឹងកើនឡើងលើសពី$1.1 លានតៃវ៉ាន់នឹងស្មើនឹងជាង 3% នៃផលិតផលក្នុងស្រុកសរុបរបស់តៃវ៉ាន់ថាវិការយោធានេះរួមបញ្ចូលទាំងមូលនិធិមិនត្រឹមតែសម្រាប់យោធាប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់គ្រប់គ្រងឆ្មាំឆ្នេរសមុទ្រអតីតយុទ្ធជននិងគម្រោងការពិជាតិពិសេសផ្សេងទៀតផងដែរតៃវ៉ាន់បានកំណត់ការធ្វើទំនើបកម្មយោធាជាកិច្ចការអាទិភាពចម្បងរួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍនាវាមុជទឹកផ្ទាល់ខ្លួននិងសមត្ថភាពការពារជាតិផ្សេងទៀតការបង្កើនខ្ទង់ចំណាយយោធានេះគឺស្របពេលដែលមើលឃើញថាប្រទេសចិនបន្តពង្រីកសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាបន្តបន្ទាប់សូមអរគុណចំពោះការតាមដានព័ត៌មានអន្តរជាតិ Update Today